ពេលប្តីមិននៅម្ដាយចុងបានបញ្ចុះសពនៅយប់ជ្រៅនៅពេលយប់ជ្រៅគោចាស់របស់គ្រួសារនោះស្រាប់តែបាក់ខ្សែពួរហើយរត់គេចខ្លួននៅថ្ងៃបន្ទាប់វាងចាស់បានត្រឡប់មកពីធ្វើការនៅក្រុងវិញពេលគាត់ដើរចូលទៅក្នុងទីធ្លាភ្លាមភរិយារបស់គាត់លីវឈុនហួរបានរត់មករកគាត់ទាំងយំសោកវាងចាស់អ្នកត្រឡប់មកវិញហើយកូនស្រីរបស់យើងស្រាប់តែឈឺទ្រូងកាលពីយប់មិញហើយមិនអាចជួយសង្គ្រោះបានខ្ញុំខ្លាចថាអ្នកនឹងខូចចិត្តដូច្នេះខ្ញុំបានបញ្ចុះនាងពេញមួយយប់ក្បាលរបស់វាងចាស់ញ័រហើយអ្វីទាំងអស់ក៏ងឹតនាងមានកូនស្រីតែម្នាក់គត់នាងមានអាយុត្រឹមតែ6 ឆ្នាំប៉ុណ្ណោះតែងតែរត់លោតលេងឲ្យគោស៊ីស្មៅនិងកាត់ស្មៅមានសុខភាពល្អណាស់តើនាងអាចទៅបែបនេះដោយរបៀបណាដោយភ្លេចទឹកភ្នែកនាងរត់ទៅរកភ្នោធំនៅពីក្រោយភូមិលីវឈុនហួរបានដេញតាមនាងដោយស្រែកថាឬមនុស្សស្លាប់មិនអាចរស់ឡើងវិញបានទេកុំធ្វើបែបនេះពេលវាងចាស់ទៅដល់ទីបញ្ចុះសពគាត់បានឃើញគោចាស់របស់គាត់កំពុងជីកដីយ៉ាងប្រញាប់ប្រញាល់ដោយប្រើស្នែងនិងជើងរបស់វាភ្នោនោះត្រូវបានគេជីកអស់ជាងពាក់កណ្ដាលហើយគោនោះពោពេញដោយញើសខ្សែចង្កូមជុំវិញរបស់វាកំពុងកាត់ស្បែកនិងហូរឈាមហើយវាកំពុងពុះនៅមាត់ប៉ុន្តែវាមិនបង្ហាញសញ្ញានៃការឈប់ឡើយលីវឈុនហួរឃើញបែបនេះក៏ប្រែជាស្លេកស្លាំងនាងប្រញាប់ប្រញាល់ទៅមុខចាប់ខ្សែចង្កូមហើយស្រែកថាគោនេះវាឈួតហើយខ្ញុំនឹងយកវាទៅសម្លាប់វាឥឡូវនេះដើម្បីកុំឲ្យវាបង្កបញ្ហាទៀតទេអ្នកភូមិពេលឮសំឡេងរំខានបានប្រមូលផ្ដុំគ្នាហើយចាប់ផ្ដើមពិភាក្សាអំពីបញ្ហានេះមនុស្សគ្រប់គ្នាដឹងថាគោចាស់នេះបាននៅជាមួយគ្រួសារវាងអស់រយៈពេល11 ឆ្នាំមកហើយនៅពេលដែលឪពុករបស់វាងចាស់នៅរស់គាត់បានពឹងផ្អែកលើវាដើម្បីទាញរទេះនិងភ្ជួររាស់វាលស្រែបន្ទាប់ពីឪពុករបស់វាងចាស់បានទទួលមរណភាពគ្រួសារនេះបានក្លាយជាក្រីក្រខ្លាំងណាស់មនុស្សគ្រប់គ្នាបានណែនាំវាងចាស់ឲ្យលក់គោដើម្បីយកលុយប៉ុន្តែគាត់មិនអាចទ្រាំទ្រនឹងវាបានទេកូនស្រីរបស់គាត់មិនអាចបំបែកចេញពីគោបានទេដោយដេកលើខ្នងរបស់វាជារៀងរាល់ថ្ងៃបន្ទាប់ពីចេញពីសាលារៀនគោមិនដែលអង្រួនវាឡើយការដែលលីវឈុនហួររៀបការជាមួយគ្រួសារដំបូងនាងមានសុជីវធម៌ចំពោះកូនស្រីរបស់នាងប៉ុន្តែចាប់តាំងពីនាងសម្រាលកូនប្រុសមកនាងកាន់តែមានការអាក់អន់ចិត្តចំពោះស្រីពេស្យាគ្រួសារនេះមានបន្ទប់ធំតែមួយប៉ុណ្ណោះនិងអាហារតិចតួចនាងតែងតែមានអារម្មណ៍ថាស្រីពេស្យាកំពុងយកអ្វីដែលកូនប្រុសរបស់នាងមានកាលពីពេលមុនអ្នកភូមិខ្លះបាននិយាយដើមគ្នាថានៅពេលដែលអតីតភរិយារបស់វាងចាស់ចាក់ចេញនាងបានទុកលុយមួយថង់ឲ្យស្រីពេស្យាម្នាក់ដោយលាក់វានៅក្រោមជញ្ជាំងផ្ទះចាស់របស់ពួកគេដូច្នេះស្រីពេស្យាអាចយកវាបានលុះត្រាតែនាងធំឡើងរឿងនេះបានឬដល់ត្រចៀករបស់លីវឈុនហួរហើយវាមានអារម្មណ៍ដូចជាបន្លានៅក្នុងចិត្តរបស់នាងបានសួរចម្លើយកូនស្រីរបស់នាងជារៀងរាល់ថ្ងៃអំពីកន្លែងដែលលុយត្រូវបានលាក់កូនស្រីរបស់នាងដោយសារនាងនៅក្មេងមិនដឹងអ្វីទាំងអស់អំពីវាហើយគ្រាន់តែញកក្បាលដោយនិយាយថានាងមិនដឹងលីវឈុនហួរមិនជឿនាងទេដោយជឿជាក់ថាកូនស្រីរបស់នាងចិត្តណាលាក់វាចោលរាល់ពេលដែលវាងចាស់ចាក់ចេញនាងនឹងវីដំនឹងស្ដីបន្ទោសស្រីពេស្យាដែលធ្វើឲ្យនាងមានស្នាមជើងពេញខ្លួនកូនរីនោះខ្លាចចំដាយចុងរបស់នាងមិនហ៊ានប្រាប់វាងចាស់ទេនៅពេលណាដែលនាងត្រូវគេធ្វើបាបនាងតែងតែលាក់ខ្លួននៅក្នុងជង្រុកគោអបគោហើយយំគោនឹងអន់ក្បាលចុះហើយអង្អែលមុខនាងថ្នមលួងលោមនាងដោយស្ងៀមស្ងាត់លើកនេះវាងចាស់បានទៅទីក្រុងដើម្បីធ្វើការជាកសិករដោយចាក់ចេញរយៈពេល5 ថ្ងៃមិនយូរប៉ុន្មានគាត់ក៏ចាក់ចេញលីវឈុនហួរបានហៅស្រីពេស្យាមកក្បែរនាងដោយធ្វើពុតជាព្រួយបារម្ភដោយយកទឹកផ្អែមមួយចានមកឲ្យនាងប្រាប់ម្ដាយរបស់អ្នកពីការពិតនាងនិយាយតាមម្ដាយរបស់អ្នកបានទុកអ្វីឲ្យអ្នកប្រាប់ខ្ញុំមកហើយខ្ញុំនឹងស្រឡាញ់អ្នកច្រើនជាងបងប្រុសរបស់អ្នកក្មេងស្រីនោះបានរួញខ្លួនដោយភ័យខ្លាចយំថាខ្ញុំពិតជាមិនដឹងទេដោយឃើញថានាងមិនអាចទទួលបានចម្លើយលីវឈុនហួរបានតាំងចិត្តរឹងមាំទាញថ្នាំងមួយកេងមួយកញ្ចប់ចេញពីហោប៉ៅរបស់នាងហើយបង្ខំវាចូលទៅក្នុងបំពង់របស់ស្រីពេស្យាបានតស៊ូ2 ឬ 3 ដងបន្ទាប់មកក៏សន្លប់បាត់ស្មារតីយ៉ាងលឿនលីវឈុនហួរបានដកដង្ហើមធំដោយសន្មតថាកូនស្រីរបស់គាត់បានស្លាប់នៅយប់នោះគាត់បានរកឃើញបុរសខ្ជិល2 នាក់នៅក្នុងភូមិបានឲ្យពួកគេខ្ចីប្រាក់ខ្លះហើយឲ្យពួកគេអូសស្រីពេស្យាទៅនោះធំមួយហើយបញ្ចុះនាងគាត់គិតថាគាត់បានធ្វើវាបានល្អឥតខ្ចោះ
ប៉ុន្តែមិននឹកស្មានដល់នៅពាក់កណ្ដាលអាធ្រាត្រគោលឿងចាស់បានបាក់ខ្សែពួររបស់វាហើយរត់ទៅភ្នូរដើម្បីជីកក្មេងស្រីនោះដោយឃើញភ្នូររហៀបនឹងត្រូវជីកលីវឈុនហួរមានការភ័យស្លន់ស្លោនិងភ័យខ្លាចនាងបានចាប់យកដំបងមួយហើយចាប់ផ្ដើមវាយគោដោយជេរប្រមាថពេលនាងធ្វើដូច្នេះថាបើខ្ញុំនឹងបិទវាខ្ញុំនឹងជីកវាគោទោះបីជាហាក់ដូចជាមានការភ័ន្តច្រឡំក៏ដោយក៏នៅតែមិនព្រមថយក្រោយដែរដោយជីកកាន់តែខ្លាំងដោយឃើញការតស៊ូអស់សង្ឃឹមរបស់គោនិងភ្នែកភ័យស្លន់ស្លោនឹងកិច្ចវាសរបស់លីវឈុនហួរគោលឿងចាស់មានអារម្មណ៍ញាក់សាច់គាត់បានចាប់លីវឈុនហួរហើយទាមទារថាប្រាប់ការពិតមកតើកូនស្រីខ្ញុំស្លាប់ដោយរបៀបណាភ្នែករបស់លីវឈុនហួរសម្លឹងមើលជុំវិញហើយនាងនិយាយថាវាគ្រាន់តែជាជំងឺធ្ងន់ធ្ងរភ្លាមប៉ុណ្ណោះពេលនាងនិយាយចប់ស្រាប់តែមានការក្អកស្រាលចេញពីមឈូសក្នុងដីមនុស្សគ្រប់គ្នាក៏មុខរបស់លីវឈុនហួរបានផ្លាស់ប្ដូរយ៉ាងខ្លាំងហើយនាងបែរខ្លួនរត់ចេញតាចាស់ហួងដោយភ័យស្លន់ស្លោមួយសន្ទុះក៏បានប្រញាប់ប្រញោលទៅមុខហើយចាប់នាងយ៉ាងណែនសំឡេងរបស់គាត់ញ័រដោយមិនអាចគ្រប់គ្រងបានថាដូចមានចលនានៅខាងក្នុងកូនស្រីខ្ញុំនៅរស់នាងបានបោះខ្លួនទៅភ្នូរជីកក្ដីដោយប្រញាប់ប្រញោលដោយដៃទេក្រចករបស់នាងហូរឈាមដោយសារការប្រឹងប្រែងប៉ុន្តែនាងមិនមានអារម្មណ៍ឈឺចាប់ទេគោចាស់បានសហការគ្នាទាត់ដីដោយជើងនីមួយបុរសនិងគោបានជីកយ៉ាងអស់សង្ឃឹមហើយមិនយូរប៉ុន្មានគុម្របំឈូសក៏ត្រូវបានបង្ហាញតាចាស់ហួងបានលើកវាឡើងភ្លាមមុខកូនស្រីអាយុ6 ឆ្នាំរបស់គាត់ស្លេកស្លាំងបូរមាត់របស់នាងប្រេះឃើញតាចាស់ហួងនាងស្រែកឡើងយ៉ាងខ្សោយថាប៉ាតាចាស់ហួងបានដួលនៅនឹងកន្លែងអប់កូនស្រីរបស់គាត់ហើយយំខ្លាំងថាប៉ាម៉ាក់សុំទោសប៉ាយឺតពេលហើយដោយឃើញថាគម្រោងរបស់នាងត្រូវបានលាតត្រដាងជើងរបស់លីវឈុនហួរក៏ខ្សោយដោយការភ័យខ្លាចនាងបានលុតជង្គង់លើដីក្រាបថ្វាយបង្គំម្ដងហើយម្ដងទៀតហើយអង្វរសុំការអភ័យទោសតាចាស់ហួងខ្ញុំខុសហើយខ្ញុំមានការភ័ន្តច្រឡំមួយភ្លែតសូមអភ័យទោសឲ្យខ្ញុំផងលើកនេះលុះត្រាតែអ្នកភូមិដឹងថាម្ដាយចុងដ៏អាក្រក់នេះបានកប់ស្រីពេស្យាម្នាក់ទាំងរស់ដោយកំហឹងនិងពោពេញដោយការស្អប់ខ្ពើមអ្នកភូមិបានប្រញាប់ប្រញោលទៅមុខចុងលីវឈុនហួរហើយហៀបនឹងនាំនាងទៅអាជ្ញាធរតាចាស់ហួងមិនបានសម្លឹងមើលនាងទេភ្នែករបស់គាត់ត្រជាក់ដូចទឹកកកខ្ញុំបានប្រព្រឹត្តចំពោះអ្នកយ៉ាងល្អប៉ុន្តែអ្នកខូខើចំពោះកូនរបស់ខ្ញុំចាប់ពីថ្ងៃនេះទៅខ្ញុំនឹងកាត់ផ្ដាច់ចំណងទាំងអស់ជាមួយអ្នកតាចាស់ហួងបានដឹកកូនស្រីរបស់គាត់ទៅផ្ទះគោរបស់គាត់ដើរតាមពីក្រោយឈាមរបស់វាស្រក់លើផ្លូវដីបន្សល់ទុកលាកស្នាមក្រហមត្រឡប់មកផ្ទះវិញតាចាស់ហួងបានឲ្យកូនស្រីរបស់គាត់ផឹកទឹកយ៉ាងរហ័សហើយជូតមុខនាងបន្ទាប់ពីកន្លះម៉ោងកូនស្រីរបស់គាត់បានដកដង្ហើមឡើងវិញហើយដោយស្ទាក់ស្ទើរបានបង្ហាញការពិតវាបានបង្ហាញថាលីវឈុនហួរមិនត្រូវបានឲ្យថ្នាំពុលទេប៉ុន្តែជាថ្នាំមួយដើម្បីធ្វើឲ្យនាងសន្លប់នាងបានភ្ញាក់ឡើងភ្លាមបន្ទាប់ពីត្រូវបានគេបញ្ចុះប៉ុន្តែខ្សោយពេកមិនអាចហៅបានតាចាស់ហួងមានការខូចចិត្តយ៉ាងខ្លាំងហើយយំពេញមួយយប់ដោយកាន់កូនស្រីរបស់គាត់នៅព្រឹកបន្ទាប់មន្ត្រីបានមកគោះទ្វារវាបានបង្ហាញថាបុរសខ្ជិល2នាក់ដែលបានជួយបាញ់ចុះសុបលីវឈុនហួរបានសារភាពអ្វីគ្រប់យ៉ាងពេលស្រវឹងមន្ត្រីប៉ូលីសម្នាក់ដែលកំពុងទៅលេងស្រុកកំណើតរបស់គាត់បានឬពួកគេហើយបានរាយការណ៍ទៅអាជ្ញាធរនៅយប់នោះដោយមានសាក្សីនិងភស្តុតាងលោកលីវឆាន់ហួរគ្មានវិធីដើម្បីបដិសេធរឿងនេះទេហើយត្រូវបានមន្ត្រីប៉ូលីសយកទៅជាមួយដោយរងចាំការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពួកគេគិតថារឿងនេះចប់ហើយប៉ុន្តែនៅថ្ងៃទី3គោចាស់នោះស្រាប់តែបាត់ខ្លួនលោកវងនិងកូនស្រីរបស់គាត់បានស្វែងរកពេញភូមិសូម្បីតែជើងភ្នំនិងច្រាំងទន្លេប៉ុន្តែរកមិនឃើញកូនស្រីរបស់គាត់អង្គុយយំនៅមាត់ទ្វារដោយឆ្ងល់ថាតើកូននោះបានបោះបង់ចោលពួកគេឬអត់លោកវងក៏មានការខូចចិត្តយ៉ាងខ្លាំងដែរកូននេះមិនត្រឹមតែបានជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់ប៉ុណ្ណោះទេថែមទាំងជាដៃគូជិតស្និទ្ធបំផុតរបស់ពួកគេទៀតផងនៅពេលដែលក្រុមគ្រួសារកំពុងមានការព្រួយបារម្ភអ្នកកង្វល់ចាស់មកពីភូមិបានត្រឡប់មកវិញហើយនិយាយថាគាត់បានឃើញគោចាស់មួយក្បាលកំពុងយាមគ្រូពេទ្យវ័យក្មេងម្នាក់ដែលបានដួលសន្លប់នៅក្នុងប្រាសាទត្រុតត្រោមមួយនៅពីក្រោយភ្នំប្រអប់ថ្នាំមួយដាក់នៅក្បែរគ្រូពេទ្យដែលមើលទៅដូចជាគាត់បានដួលសន្លប់លោកវងបានយកកូនស្រីរបស់គាត់យ៉ាងលឿនហើយរត់មកនៅទីនោះនៅក្នុងប្រាសាទត្រុតត្រោមគោចាស់នោះដាក់នៅក្បែរគ្រូពេទ្យដោយច្របាច់ច្រមុះគាត់ជានិច្ចដូចជាខ្លាចសត្វព្រៃមកជិតវាបានបង្ហាញថា
គ្រូពេទ្យបានចូលទៅក្នុងភ្នំដើម្បីប្រមូលអុសប៉ុន្តែបានរអិលដួលដោយចៃដន្យហើយគោចាស់បានរកឃើញប្រាសាទហើយកំពុងយាមគាត់វាងចាស់បានដឹកគ្រូពេទ្យទៅផ្ទះហើយសុំឲ្យនរណាម្នាក់ជួយថែទាំគាត់ពេលគ្រូពេទ្យភ្ញាក់ឡើងគាត់បានថ្លែងអំណរគុណពួកគេម្ដងហើយម្ដងទៀតដោយនិយាយថាគាត់ជាអ្នកព្យាបាលដែលធ្វើដំណើរហើយមានការយល់ដឹងខ្លះអំពីកម្មផលគាត់បានសម្លឹងមើលគោចាស់ហើយដកដង្ហើមធំដោយនិយាយថាគោនោះមិនមែនជាគោដែលរំខាននោះទេប៉ុន្តែបានមកដើម្បីសងបំណុលនៃការដឹងគុណវាងចាស់មានការងឿងឆ្ងល់គ្រូពេទ្យបានពន្យល់ថា15ឆ្នាំមុនឪពុករបស់អ្នកបានចូលទៅក្នុងភ្នំដើម្បីកាប់អុសហើយបានជួយសង្គ្រោះកូនគោមួយក្បាលដែលរងរបួសដោយសត្វមុំសាសីបន្ទាប់ពីព្យាបាលវារួចគាត់បានលែងវាត្រឡប់ទៅក្នុងព្រៃវិញកូនគោនោះឥឡូវនេះគឺជាគោចាស់វាចងចាំពីសេចក្តីសប្បុរសហើយបានកើតជាថ្មីជាគោដើម្បីការពារកូនចៅគ្រួសាររបស់អ្នកវាងចាស់មានការភ្ញាក់ផ្អើលទីបំផុតបានយល់អំពីមូលហេតុដែលគោនោះមានចិត្តអាណិតអាសូរចំពោះកូនស្រីរបស់គាត់និងមូលហេតុដែលវាបានប្រថុយជីវិតរបស់វាដើម្បីជីកភ្នូរដើម្បីជួយសង្គ្រោះនាងវិជ្ជបណ្ឌិតបានស្នាក់នៅផ្ទះរបស់វាងចាស់អស់រយៈពេល2-3ថ្ងៃហើយមុនពេលចាកចេញគាត់បានប្រាប់គាត់ដោយស្ងាត់ថាទ្រព្យសម្បត្តិរបស់អតីតភរិយារបស់គាត់មិនមែននៅគោលជញ្ជាំងចាស់ទេប៉ុន្តែនៅក្រោមចង្ក្រានផ្ទះបាយនៅក្រោមឥដ្ឋទី2គាត់បានណែនាំវាងចាស់ឲ្យរក្សាវាឲ្យមានសុវត្ថិភាពនិងព្យាបាលកូនស្រីរបស់គាត់ឲ្យបានល្អគោនោះចាស់ហើយមិនមានពេលច្រើនទេវាងចាស់មានការសង្ស័យប៉ុន្តែបន្ទាប់ពីវិជ្ជបណ្ឌិតចេញទៅគាត់បានបើកឥដ្ឋនៅក្រោមចង្ក្រានហើយបានរកឃើញថង់ក្រណាត់តូចមួយដែលមានដុំប្រាក់ជាច្រើននិងខ្សែប្រាក់មួយដែលជាទ្រព្យសម្បត្តិរបស់អតីតភរិយារបស់គាត់លីវឈុនហ៊ូបានយល់ច្រឡំទីតាំងហើយបានប្រព្រឹត្តអំពើដ៏អាក្រក់មួយវាងចាស់បានរក្សាទុកប្រាក់ដោយប្រុងប្រយ័ត្នដោយប្រើប្រាស់ប្រាក់មួយចំនួនសម្រាប់ការសិក្សារបស់កូនស្រីគាត់និងមួយចំនួនទៀតដើម្បីទិញចំណីដ៏ល្អបំផុតសម្រាប់គោចាស់កូនស្រីរបស់គាត់បានកាត់ស្មៅទន់បំផុតហើយផ្ដល់ទឹកស្អាតបំផុតជារៀងរាល់ថ្ងៃគោនោះចាស់ទៅហើយមិនអាចដើរបានទៀតទេដូច្នេះវាដេកនៅមាត់ទ្វារមើលកូនស្រីរបស់វាដើរទៅមកដោយភ្នែកទន់ភ្លន់រដូវរងាបានមកដល់យ៉ាងលឿនជាមួយនឹងព្រឹកធ្លាក់ខ្លាំងនិងសីតុណ្ហភាពត្រជាក់ខ្លាំងព្រឹកមួយវាងចាស់បានទៅឃ្វាលគោដើម្បីឲ្យគោស៊ីហើយបានឃើញគោចាស់ដេកស្ងៀមស្ងាត់នៅក្នុងស្មៅគ្មានជីវិតវាបានងាប់ទៅដោយសន្តិភាពដូចជាកំពុងដេកលក់កូនស្រីបានអបគោនោះយំសោកសៅយ៉ាងខ្លាំងភ្នែករបស់វាងចាស់ក៏ឡើងក្រហមដែរគោនេះបានជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់ស៊ូទ្រាំនឹងការលំបាក11ឆ្នាំជាមួយក្រុមគ្រួសារហើយមិនដែលរំពឹងថានឹងមានថ្ងៃរីករាយឡើយវាងចាស់បានរកឃើញកន្លែងដែលមានពន្លឺថ្ងៃហើយបានកប់គោចាស់នៅក្នុងសួនបន្លែរបស់គាត់ដោយសង់បន្ទះថ្មតូចមួយដែលមានចារឹកថាគោដែលបានជួយសង្គ្រោះជីវិតខ្ញុំនៅនីតិក្រដៅបន្ទាប់នៅពេលដែលព្រឹលរលាយវាងចាស់បាននាំកូនស្រីរបស់គាត់ទៅសួនបន្លែដោយវីជាប់កាប់របស់គាត់បានបុកអ្វីមួយយ៉ាងខ្លាំងពេលជីកវាឡើងគាត់បានរកឃើញដុំទង់ដែងជាង10និងខ្សែកាក់ទង់ដែងជាច្រើនខ្សែដែលកប់នៅក្នុងដីទោះបីជាមិនមែនជាមាសក៏ដោយក៏វាគ្រប់គ្រាន់សម្រាប់កូនស្រីរបស់គាត់សិក្សាអស់រយៈពេលជាង10ឆ្នាំគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារដើម្បីរស់នៅបានល្អកូនស្រីរបស់គាត់អង្គុយលើដីប៉ះដុំទង់ដែងទឹកភ្នែកហូរចេញពីភ្នែករបស់នាងម្ដងទៀតលោកប៉ានាងស្រែកឡើងគោបានជួយយើងសំបីតែពេលវាស្លាប់ក៏ដោយវាងចាស់សម្លឹងមើលកន្លែងដែលគោត្រូវបានបញ្ចុះហើយអន់ក្បាលយ៉ាងជ្រៅដោយពិតជាតំណាងឲ្យស្មារតីនៃការប្រព្រឹត្តចំពោះសត្វមានជីវិតទាំងអស់ដោយសេចក្តីសប្បុរសជីវិតនឹងតបស្នងសេចក្តីសប្បុរសអំពើអាក្រក់នឹងត្រូវទទួលទណ្ឌកម្មអំពើល្អនឹងត្រូវបានផ្ដល់រង្វាន់ហើយដោយមានចិត្តសប្បុរសជីវិតនឹងកាន់តែមានស្ថិរភាពនិងមានសង្ឃឹមអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង